បាទសួស្តីអឺនេះគឺជា file PDF ហើយជាទូទៅ file PDF ឬក៏ឯកសារ PDF នោះគឺយើងអត់អាចកែបានទេយើងបើកមកគឺយើងគ្រាន់បានមើលចឹងណាប៉ុន្តែវីដេអូនេះគឺខ្ញុំអាចកែបានទៅលើ file PDF អូខេឥឡូវចាំមើលនៅចំណុចនេះខ្ញុំចង់កែអូខេគឺខ្ញុំកែបានធម្មតាយើង backspace មកលុបបានធម្មតាឬយើងចង់សរសេរអត្ថន័យផ្សេងអីចឹងមកអូខេឃើញអត់ចឹងអាចកែបានធម្មតាឬក៏នៅចំណុចណាមួយដែលយើងចង់កែនៅចំណុចនេះចង់ select មកទាំងអស់មកអូខេនេះ file នេះដែលខ្ញុំនេះ file definition object quality of education គឺនេះគឺ file PDF ប៉ុន្តែខ្ញុំអាចកែបានធម្មតាឬក៏យើងខ្ញុំនេះចង់ផ្លេចមួយទំព័រខ្ញុំចង់បន្ថែមទំព័រចំណុចនេះយើងចុចមកស្ដាំទៅអូខេឥឡូវយើង add empty file យើង add กระดาษ A4 A3 អញ្ចឹងណាយើងអូខេមកអូខេអញ្ចឹងយើងអាចវាយបញ្ចូលបានធម្មតាអូខេអូខេអានេះគឺយើងបន្ថែមផ្សេងអ្វីដែលយើងចង់បន្ថែមអញ្ចឹងមកណាអូខេអញ្ចឹងយើងឬក៏យើងចង់អានេះគឺ PDF វាមានប៉ុន្មានទំព័រវាមាន16ទំព័រអញ្ចឹងខ្ញុំចង់លុប file នេះចេញវិញណា file នេះគឺជា blank ខ្ញុំចង់លុបយើងគ្រាន់តែចុចលើវាមកហើយយើងចុចអក្សរ delete នៅលើក្តារ keyboard របស់យើងមកអូខេមកគឺលុបបាត់ឆឹងបាទឬក៏យើងយើងចង់ add file PDF ពីឯកសារផ្សេងអញ្ចឹងយើងចង់ add នៅចំណុចណាខ្ញុំចង់ add file នៅចំណុចនេះណាហើយអានេះទំព័រទី5មានអក្សរនេះទំព័រទី6គឺមានចំណុចនេះយើងខ្ញុំចង់ add នៅកណ្ដាលនេះអញ្ចឹងចុចដល់លេងចង់ចំណុចទី4មកយើងចុចមកខាងស្ដាំមកហើយ add file អូខេអញ្ចឹងយើង file ណាមួយដែលយើងចង់ add បញ្ចូលអូខេអញ្ចឹងខ្ញុំ add ក្រុមប្រសោតធំរុញមួយទៅណាអូខេចូលកុំអាសិនក្រែងលោកវាមិនល្អខ្ញុំ add កណ្ដាលរៀងខ្លីអូខេ add មួយនេះចឹងណាអូខេយើងឃើញអត់នេះគឺ file ដែលយើងធ្វើមិញគេ file ទី1ចាំតិចនេះ file នេះឃើញអត់ file ទី4គឺយើងនេះធម្មតាយើងចុចក្រុមគឺ file អក្សរខ្មែរហ្នឹងហើយនេះឃើញយើង add ចូលកណ្ដាលអញ្ចឹងទៅលុបផ្ដាច់ប្លង់ដីឯណាណែអញ្ចឹងណាអូខេអញ្ចឹងនេះគឺជារបៀបនៃការ edit merge ថែមកណ្ដាលឬក៏លុបកណ្ដាលនៅលើ file PDF ឬក៏កែអក្សរផ្សេងយើងអាចកែនៅលើ file PDF បានតែយើងធ្វើមិនអានេះនៅលើ computer ទាំង Apple ឬក៏ computer គ្រប់ computer ទាំងអស់យើងអាចធ្វើបានអូខេអញ្ចឹងថាយើងត្រូវធ្វើមិនអញ្ចឹងទាំងអស់គ្នាត្រូវមានកម្មវិធីនេះice cream PDF reader អញ្ចឹងដល់គ្នាចូលនៅក្នុង Chrome មកបាទពី Chrome ហើយ search នេះវាយពី ice cream PDF editor download នេះគឺនៅនេះ Softonic នេះក៏យើងចុចលើ download មកអូខេហើយទាញ download ធម្មតាមកហើយទី download មកយើងទៅឡើងធម្មតាមកអញ្ចឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនបើយើងចង់បើកបើសិនបើយើងទៅឡើងតាមការណែនាំរបស់វាហើយអូខេអញ្ចឹងយើងចង់កែឯកសារឧទាហរណ៍ខ្ញុំកែឯកសារនេះមួយខ្ញុំមើលសិនស្អីគេនេះអូខេអញ្ចឹងតំណែងចែកសិស្សមន្ត្រីក្រមការជំនាន់ទី11ខ្ញុំចង់បើកហ្នឹងណាអូខេអញ្ចឹងខ្ញុំចុចនៅម៉ាវស្ដាំមួយហើយ open with ice cream PDF អូខេ
ចឹងឃើញអត់ខ្ញុំអាចលុបបានបើជាជាកម្ពុជាចាំអាចលុបបានឃើញអត់អូខេអញ្ចឹងខ្ញុំលុបមន្ត្រីក្រុមការចំណុចទី11ខ្ញុំចង់កែដាក់មន្ត្រីក្រុមការចំណុចទី12អូខេយើងដាក់12វិញមក sorry អូខេដោយសារវាពណ៌អសវាពណ៌អសអូខេអញ្ចឹងយើងអូខេអញ្ចឹងយើងវាយអីធម្មតាអញ្ចឹងមើលណាគេអញ្ចឹងយើងកែធម្មតាទេមិនអីជាចម្លែកអីទេដូចនេះអញ្ចឹងយើងដូចជាអូច្រឡំឈ្មោះ1991យើងដាក់ច្រឡំខែឆ្នាំកំណើតអញ្ចឹងណាហើយយើងដាក់1990អីចឹងវិញមកឬក៏អូខុសឆ្នាំ1989សោះយើងដាក់2002អញ្ចឹងដាក់1989អីចឹងវិញមកណាអូខេអញ្ចឹងនេះគឺរបៀបនៃការកែឯកសារលើ PDF ការ merge ការបន្ថែមកណ្ដាល file ផ្សេងៗទៅលើឯកសារ PDF នៅមានប៉ុណ្ណឹងឯង